Bạnជំរាបសួរដល់អ្នកគ្រូឧទ្ទេសហើយនិងមិត្តគរុនិស្សិតទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំតំណាងឲ្យសមាជិកក្រុមទី16ដែលមានសមាជិក3នាក់ដែលនៅក្នុងវីដេអូហ្នឹងអញ្ចឹងចំពោះប្រធានបទស្រាវជ្រាវរបស់ក្រុមខ្ញុំគឺតើអ្វីទៅជា collaborative learning និង cooperative learning ហើយខ្ញុំនឹងបកស្រាយបន្តិចទៀតនេះមានន័យថា collaborate active learning គឺការរៀនបែបសហការអញ្ចឹងការរៀនបែបសហការគឺជាវិធីអប់រំដែលសិស្សធ្វើការជាមួយគ្នាដើម្បីសម្រេចនៅគោលដៅដែលបានកំណត់ហើយវាជារបៀបសិក្សាដែលផ្ដោតទៅលើការចែករំលែកចំណេះដឹងនិងជំនាញតាមរយៈការចូលរួមសកម្មជាក្រុមអញ្ចឹងអត្ថប្រយោជន៍នៃការរៀនបែបសហការមានដូចជាយើងមាន5ចំណុចដែលមានសារៈសំខាន់ឬក៏សារៈប្រយោជន៍អញ្ចឹងទី1គឺការអភិវឌ្ឍជំនាញសង្គមមានន័យថាការរៀនបែបសហការជួយសិស្សអភិវឌ្ឍជំនាញសង្គមដូចជាការប្រស័យតាក់ទងការងារជាក្រុមនិងការចែករំលែកតម្លៃនិងគំនិតរបស់ពួកគេជាមួយអ្នកដទៃហើយចំណុចទី2ការបង្កើតទំនាក់ទំនងល្អការរៀនបែបសហការជួយបង្កើតការទំនាក់ទំនងជាក្រុមហើយសិស្សអាចសិក្សាបានពីគ្នាទៅវិញទៅមកដោយធ្វើការជាក្រុមនិងជួយគ្នានឹងគ្នាហើយចំណុចទី3មានន័យថាការបង្កើតបរិយាកាសរៀនសូត្រដែលមានភាពរីករាយហើយការរៀនបែបសហការអាចធ្វើឲ្យការរៀនសូត្របែបមានភាពរីករាយនិងមានអនុស្សាវរីយ៍ល្អៗបើប្រៀបធៀបទៅនឹងការរៀនផ្ទាល់ខ្លួនហើយចំណុចទី4ការអភិវឌ្ឍគំនិតច្នៃប្រឌិតអញ្ចឹងសិស្សអាចបង្កើតនៅគំនិតច្នៃប្រឌិតថ្មីៗដោយការលើកទឹកចិត្តគ្នានិងការចែករំលែកគំនិតបែបច្នៃប្រឌិតហើយទី5គឺការលើកទឹកចិត្តចំពោះការសិក្សាមានន័យថាការរួមសហការក្នុងការរៀនអាចលើកទឹកចិត្តសិស្សឲ្យចូលរួមនិងស្មោះត្រង់ក្នុងការសិក្សាពួកគេនឹងមានគំនិតឬក៏គាំទ្រពីមិត្តរួមក្រុមដែលនៅក្នុងសមាជិកនឹងហើយចំណុចមួយទៀតដែលយើងត្រូវបកស្រាយនឹងការរៀនបែបសហប្រតិបត្តិការអញ្ចឹងការរៀនបែបសហប្រតិបត្តិការហ្នឹងcooperative learning គឺជាវិធីសាស្ត្របង្រៀននិងរៀនមួយដែលតម្រូវឲ្យសិស្សហ្នឹងធ្វើការជាក្រុមតូចៗជាទូទៅមានសមាជិកពី4ទៅ6នាក់ដើម្បីសម្រេចបាននៅគោលដៅសិក្សារួមគ្នានៅក្នុងការរៀនបែបនេះជោគជ័យរបស់បុគ្គលម្នាក់ៗគឺផ្សារភ្ជាប់ទៅនឹងជោគជ័យរបស់ក្រុមទាំងមូលហ្មងអញ្ចឹងយើងអាចបដោតតែមួយទេហើយផលប្រយោជន៍នៃការរៀនបែបសហប្រតិបត្តិការនេះមានដូចជាឬក៏ដូចខាងក្រោមមានការសិក្សាបង្កើននៅលទ្ធផលសិក្សាជួយឲ្យសិស្សចងចាំមេរៀនបានយូរនិងពង្រឹងការគិតបែបវិភាគហើយចំណុចទី2ទំនាក់ទំនងមានន័យថាបង្កើនសាមគ្គីភាពការយោគយល់គ្នានិងកាត់បន្ថយការរើសអើងនៅក្នុងថ្នាក់ហើយទី3គឺផ្លូវចិត្តបង្កើតនៅទំនុកចិត្តលើខ្លួនឯងនិងកាត់បន្ថយភាពតានតឹងឬការភ័យខ្លាចពេលរៀនម្នាក់ឯងហើយជំនាញទី4ចំណុចទី4ហ្នឹងគឺជំនាញទន់មានបណ្ដុះបណ្ដាលជំនាញដោះស្រាយបញ្ហាការធ្វើការជាក្រុមនិងជំនាញនិយាយជាសាធារណៈហើយចំណុចនេះក៏បកស្រាយដែរគឺលក្ខណៈខុសគ្នាអញ្ចឹង collaborative learning ការរៀនបែបសហការវិធីសាស្ត្រនេះមានលក្ខណៈសេរីនិងបើកចំហជាងមានន័យវាផ្ដោតទៅលើការរួមបញ្ចូលគ្នានៃចំណេះដឹងដើម្បីដោះស្រាយបញ្ហាហើយការបែងចែកការងារគឺมันមានការបែងចែកតួនាទីតឹងរ៉ឹងទេសិស្សធ្វើការរួមគ្នាលើកិច្ចការតែមួយក្នុងពេលតែមួយហើយទំនួលខុសត្រូវវិញគឺសមាជិកទាំងអស់ទទួលខុសត្រូវរួមគ្នាលើគ្រប់ផ្នែកនៃកិច្ចការហើយតួនាទីគ្រូត្រូវដើរតួជាអ្នកសម្របសម្រួលឬសមាជិកម្នាក់នៃក្រុមដែលចាំជួយតម្រង់ទិសនៅពេលដែលត្រូវការចាំបាច់
ហើយគោលដៅគឺបង្កើតដើម្បីបង្កើននូវចំណេះដឹងថ្មី ការរិះគន់ និងការយល់ឃើញរួមគ្នា ពេលដល់ cooperative learning មានន័យការរៀនបែបសហការ វិធីសាស្ត្រនេះមានរចនាសម្ព័ន្ធច្បាស់លាស់ គ្រូគឺជាអ្នកគ្រប់គ្រង និងបែងចែកភារកិច្ចឲ្យសិស្សម្នាក់ៗ អញ្ចឹងការបែងចែកការងារគឺសមាជិកម្នាក់មានតួនាទីជាក់លាក់ ឧទាហរណ៍ថាម្នាក់ជាអ្នកកត់ត្រា ម្នាក់ជាអ្នកតាមដានពេល ហើយម្នាក់ទៀតជាអ្នកបង្ហាញ ហើយទំនួលខុសត្រូវ ម្នាក់ៗទទួលខុសត្រូវលើផ្នែកតូចមួយនៃគម្រោងដើម្បីសម្រេចបានលទ្ធផលរួម ហើយតួនាទីគ្រូជាអ្នកដឹកនាំ ផ្ដល់ការណែនាំជំហាន និងត្រួតពិនិត្យដំណើរការក្រុមយ៉ាងជិតស្និទ្ធ គោលដៅគឺដើម្បីសម្រេចកិច្ចការដែលគ្រូដាក់ឲ្យបានត្រឹមត្រូវ ហើយក្រុមរបស់ខ្ញុំបានហើយខ្ញុំហ្នឹងគឺបានបកស្រាយឲ្យអស់ហើយ អញ្ចឹងសូមអរគុណអ្នកគ្រូ ហើយនិងគ្រូនិស្សិតទាំងអស់ដែលបានស្ដាប់ អរគុណ